Cambodian Idol អ្នកចាត់ audition ឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈបើកម្លាំងខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យបំពង់ហេតុសៀងភីវអ៊ីវសញ្ញាតាប៉េធ្វើឲ្យខួរក្បាលស្រស់ថ្លាបន្ថយភាពឈឺចាប់មុននេះបន្តិចតង់លេងបានធ្វើឲ្យគណៈកម្មការរំភើបសប្បាយតែម្ដងតែចំពោះបេក្ខនារីម្នាក់នេះមិនដឹងថាយ៉ាងណានោះទេជំរាបសួរនាងខ្ញុំឈ្មោះសុនច័ន្ទធីតារស់នៅខេត្តកណ្ដាលក្រុងតាខ្មៅជាគ្រូបង្រៀនមត្តេយ្យភាសាអង់គ្លេសនៅសាលារៀនសមត្ថភូមិដោយសារតែខ្ញុំចូលចិត្តនឹងស្រឡាញ់ក្មេងៗហើយខ្ញុំចូលចិត្តចែករំលែកអ្វីដែលខ្ញុំមានទៅកាន់ពួកគាត់ទាំងការច្រៀងនិងការរាំផងដែរកាលពីខ្ញុំនៅតូចគឺខ្ញុំចូលចិត្តការច្រៀងលេងដូចពួកគាត់អញ្ចឹងទាំងពេលនៅផ្ទះទាំងជិះកង់ទៅសាលារៀនខ្ញុំច្រៀងលេងដែរខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានជោគជ័យត្រឡប់មកវិញជាមួយនឹងក្តីស្រមៃដែលខ្ញុំស្រឡាញ់តាំងពីទូចមកខ្ញុំនឹងសម្រេចក្តីស្រមៃរបស់ខ្ញុំតាំងពីក្មេងឲ្យបានជោគជ័យនៅក្នុងកម្មវិធី Cambodian Idol ចាគិតថាការបង្ហាញសមត្ថភាពនៅពេលបន្តិចទៀតនេះគឺជាពេលមួយសំខាន់សម្រាប់ធីតាចាស្បងគឺសំខាន់បំផុតហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានយេស4ពីពួកគាត់សួស្តីអូនសួរចាសួស្តីបងអូនឈ្មោះអីឈ្មោះធីតាបងធីតាស្អាតមែនតើថ្ងៃនេះចាអរគុណបងធីតាអាយុប៉ុន្មានហើយអូនអាយុ20ឆ្នាំបង20ឆ្នាំសប្តាហ៍ថ្ងៃនៅសិក្សាឬក៏មានអាជីពហើយសប្តាហ៍ថ្ងៃខ្ញុំសិក្សាបដាធ្វើការបដាបងធ្វើជាគ្រូបង្រៀនមត្តេយ្យភាសាអង់គ្លេសបងអូចាហើយពេលតនេឆ្លៀតពេលតនេពីការសិក្សានិងការបង្រៀនខ្ញុំឆ្លៀតទៅរំលបាំតាមអាហ្វេអាការអញ្ចឹងហ៎បងអូយ៉ាតើបងអូនបែងចែកពេលវេលាមិនខ្លះសម្រាប់ការងារអស់នេះចាបងសម្រាប់ការសិក្សាគឺសិក្សាពេលចុងសប្តាហ៍សៅរ៍អាទិត្យហើយសម្រាប់ការបង្រៀនគឺថ្ងៃច័ន្ទដល់សុក្រប៉ុន្តែការរាំរបាំហ្នឹងពេលខ្លះខ្ញុំឆ្លៀតម៉ោងបង្រៀនហ្នឹងទៅរាំខ្លះអញ្ចឹងបងហើយដូចថ្ងៃឈប់ដូចថ្ងៃសៅរ៍អាទិត្យអញ្ចឹងក៏អាចឆ្លៀតទៅរាំបានដែរបងតាមពេលដែលគេហៅយើងទៅអញ្ចឹងពេលណាអត់ក៏អត់អញ្ចឹងទៅចាហើយអ្នកណាអ្នកបង្ហាត់ប្អូនឬមួយក៏ប្អូនរៀននៅសាលាដែរហាត់កាលពីមុនខ្ញុំហាត់នៅវិទ្យាស្ថានសិល្បៈនៅផ្ទះលោកតាឆេងផុនតែឥឡូវខ្ញុំខានហាត់យូរដោយសារតែការខ្ញុំនៅរៀនហាត់ទី11ទី12ហ្នឹងរវល់គឺនឹងរៀនច្រើនណាបងតែពេលអញ្ចឹងទៅត្រូវសម្រាប់ពីការវឹកហាត់ហ្នឹងក្នុងនាមជាអ្នកគ្រូបរៀនសាលាមត្តេយ្យម្នាក់ហត់ទេសម្រាប់បរៀនមួយក្មេងៗចាព្រោះបងដឹងស្រាប់ហើយក្មេងៗពេលខ្លះគាត់អត់ស្ដាប់យើងណាតែពេលអញ្ចឹងគឺត្រូវចិត្តធ្ងន់មែនតើជាមួយពួកគាត់អូខេហើយចង់សួរពីការច្រៀងវិញមូលហេតុអីបានជាធ្វើឲ្យប្អូនចិត្តថានឹកឃើញថាការងារច្រើនហើយរវល់ហើយនៅតែចង់ច្រៀងមួយទៀតចាបងអ្វីដែលជំរុញឲ្យចិត្តខ្ញុំចង់គិតថាធ្វើម៉េចក៏ដោយទោះបីរវល់មិនក៏ត្រូវតែច្រៀងចង់មកប្រឡងច្រៀងអញ្ចឹងដោយសារតាំងពីទូចមកគឺខ្ញុំច្រៀងបងប៉ុន្តែកាលពីទូចមកអត់សូវមានអ្នកជំរុញអីអញ្ចឹងហ៎បងចាហើយដល់ពេលឥឡូវហ្នឹងគិតថាខ្លួនឯងកាន់តែធំឡើងដល់ពេលអញ្ចឹងបើសិនជាអត់ចាប់ឱកាសហ្នឹងទៀតគឺវាអាចនឹងហួសពេលបងដល់ពេលអញ្ចឹងខ្ញុំចង់សម្រេចក្តីបំណងរបស់ខ្ញុំមួយទៀតគឺចង់ខ្លាចជាតារាចម្រៀងមួយរូបចង់ខ្លាចជាតារាចម្រៀងមួយរូបចាហើយអូនមានគិតថា Cambodian Idol បានផ្ដល់អ្វីខ្លះសម្រាប់ប្អូនតាំងពីពេលដែលប្អូនដាក់ពាក្យរហូតមកដល់ថ្ងៃនេះចាបងចំពោះរូបខ្ញុំផ្ទាល់កម្មវិធី Cambodian Idol បានផ្ដល់បទពិសោធន៍ជាច្រើនដល់ខ្ញុំជាពិសេសគឺនៅវគ្គដំបូងការពីជំរុះនៅកោះពេជ្រគឺមានបេក្ខជនជាច្រើនរាប់ពាន់នាក់ហើយពេលហ្នឹងគឺខ្ញុំអត់ជឿជាក់លើសមត្ថភាពខ្លួនឯងដែរខ្ញុំគិតថាខ្ញុំមិនដឹងថាអាចទៅរួចអត់ទេព្រោះថាភាគច្រើនអ្នកទៅប្រឡងគឺពួកគាត់សិតតែជាអ្នកអាជីពប៉ុន្តែចំពោះខ្ញុំវិញគឺខ្ញុំអត់មែនជាអ្នកអាជីពដូចពួកគាត់ទេប៉ុន្តែមានការជំរុញនិងលើកចិត្តពីម៉ាក់ប៉ាហើយនិងមិត្តភ័ក្តិដល់ខ្លាំងដែរបងដល់ពេលអញ្ចឹងខ្ញុំគិតថាទោះបីជាប់ក្រោយធ្លាក់ក៏ដោយនេះជាបទពិសោធន៍មួយដ៏អស្ចារ្យសម្រាប់ខ្លួនឯងព្រោះថានេះគឺជាកម្មវិធីលំដាប់ពិភពលោកបងចាដល់ពេលដែលខ្ញុំបានមានឱកាសឈានមកដល់វគ្គនេះខ្ញុំប្រហែលថារំភើបមានអារម្មណ៍មួយថាប្លែកខ្លាំងមែនតើបងដោយសារតែខ្ញុំមានឱកាសបានជួបចាត់ទាំង4រូបដែលជា idol នៅក្នុងបេះដូងខ្ញុំចាជាពិសេសគឺបងកញ្ញាអរគុណស្រឡាញ់មែនតើឥឡូវនេះគឺត្រៀមរួចរាល់ហើយអូនចាបងត្រៀមរួចអស់ហើយចាប់ដើមបើបងជាអូនតើស្នេហ៍ស្នងបងទ្រាំបានទេលែងបងស្នេហ៍គ្មានសល់អ្វីទេជូនថ្លៃ
ស្រង់មាសមេតែថ្លៃបងបែជាបោកអូនធីតាប្អូនមានសម្លេងមួយបែបដែលស្ដាប់ទៅគឺសទន់ហើយសភាពដូចរូបរាងកាយនិងរូបសម្បត្តិរបស់ប្អូនចឹងទោះបីជាបទនេះជាប្រភេទបទរ៉ុកដែលទាមទារឲ្យមានសម្លេងរឹងមាំកម្លាំងធ្ងន់យ៉ាងណាក៏ដោយប៉ុន្តែពេលដែលប្អូនបកស្រាយនៅសម្លេងធម្មជាតិរបស់ខ្លួនដែលមិនប្រឹងហើយទន់ភ្លន់សភាពរៀបសារគួរឲ្យចូលចិត្តអរគុណសម្រាប់ធីតាផ្ទាល់សម្លេងប្អូនដោយបងរិទ្ធក៏បាននិយាយចឹងតែរៀងស្រាលបន្តិចណាចាបងភាពខ្វះខាតរបស់ធីតាមានតិចតួចដោយសារតែយើងមិនមែនជាអ្នកចម្រៀងអាជីពជាអ្នករបាំម្នាក់ក៏ប៉ុន្តែប្អូនមានសមត្ថភាពនិងភាពក្លាហានក្នុងការបកស្រាយបទចម្រៀងមួយបទនេះអញ្ចឹងបងសង្ឃឹមថាថ្ងៃមុខធ្វើឲ្យបានល្អជាងនេះបន្តិចទៀតណាអរគុណអូនអរគុណបាទធីតាបងគិតសម័យមិញប្អូនច្រៀងមិញបងគិតថាកុំប្រើកាយវិការអញ្ចឹងទៅកាយវិការឯណាជីបអីណានេះជាការសម័យរបស់បងព្រោះអ្នករបាំចាបាទសំឡេងប្អូនគេថាដូចសំឡេង cute បាទដូចសំឡេងក្មេងៗបាទក៏ប៉ុន្តែស្រាលស្ដាប់មើលធម្មតាតែគួរឲ្យចូលចិត្តតែបើសិនជាឲ្យដល់នៅកម្រិតហ្មងយើងអត់ទាន់ដល់យើងខ្វះដោយសារតែទី1វាភ្លាវនេះកតុយតិចណាចឹងខំព្យាយាមឲ្យធ្វើសំឡេងខំហាត់ពុតសំឡេងឲ្យធំបន្តិចហើយរូបសម្បត្តិការងារគឺប្អូនមានទាំងអស់ក្រុមសិលធម៌ជាអ្នកគ្រូក្រមុំបាទគូប្អូនមើលទៅក្នុងការដែលព្យាយាមគឺប្អូនព្យាយាមច្រើនដោយសារតែប្អូនបង្រៀនក្មួយទូដល់អញ្ចឹងជួបប្រទះនឹងប៉ះទង្គិចច្រើនដល់អញ្ចឹងប្អូនធ្វើអារម្មណ៍ខ្លួនឯងបានល្អនោះជារឿងមួយដែលយើងជួបនូវភាពល្អបើយើងអត់ធ្មត់បានគឺយើងជ័យជំនះនឹងមកដល់ណាអរគុណប្អូនច្រើនអរគុណអរគុណចាអរគុណធីតាបងចង់និយាយពីពាក់ព័ន្ធនឹងការងារបងអូនបងពិតជាស្ញប់ស្ញែងប៉ុន្តែរឿងពាក់ព័ន្ធនឹងសម្លេងរបស់បងអូនសម្លេងរបស់បងអូនស្រាលតែមានជាតិសតុនស្ដាប់មកប្រហើស្រួលខ្លួនបងអូនអត់មានបានលាបពណ៌ទៅលើសម្លេងខ្លួនឯងមិនខំប្រឹងធ្វើឲ្យល្អមិនអីប៉ុន្តែក៏សម្លេងរបស់បងអូនគឺចេញមកបែបធម្មជាតិហ្មងបងអូននៅខ្វះបន្តិចបទពិសោធន៍ក្នុងការប្រើប្រាស់សម្លេងបាទយើងត្រូវការបទពិសោធន៍បន្ថែមទៀតដើម្បីធ្វើឲ្យសម្លេងរបស់យើងកាន់តែមានទម្ងន់ហើយយើងបកស្រាយទៅគឺតាក់ទាញចំណាប់អារម្មណ៍ហ្មងនេះគឺបងចង់ផ្ដល់ឲ្យបងអូនហើយសង្ឃឹមថាទៅថ្ងៃមុខបន្តទៀតបងអូននឹងវឹកហាត់មិនបោះបង់ពីព្រោះសម្លេងហ្នឹងគឺបងអូនមានហើយមានសម្លេងល្អហើយចាបងតែនៅខ្ចីអញ្ចឹងបទពិសោធន៍បន្ថែមរហូតយើងចេះតែព្យាយាមហាត់ច្រៀងបន្ថែមរហូតបងអូននឹងបានល្អជាងនេះទៀតចាអរគុណច្រើនចាឥឡូវនេះគឺជាពេលវេលាមួយដែលយើងធ្វើការសម្រេចចិត្តវិនិច្ឆ័យទៅលើសមត្ថភាពរបស់ប្អូនថាប្អូនអាចឆ្លងកាត់ទៅវគ្គខាងមុខទៀតឬក៏យ៉ាងណាសម្រាប់បង Yes អរគុណបង សម្រាប់បងផ្ទាល់ធីតានៅភាពខ្វះខាតច្រើនសម្រាប់បងនេះជាការគិតរបស់បងអញ្ចឹងសូមឲ្យធីតាខំបន្តទៀតណាសម្រាប់បង No Yes អរគុណបងអូនត្រូវការបទពិសោធន៍ចា Yes អរគុណអូនត្រូវការបទពិសោធន៍បន្ថែមនៅក្នុងកម្មវិធីអញ្ចឹងបងជូនពរឲ្យបងអូនទៅវគ្គបន្តកាន់តែល្អជាងនេះអរគុណសម្លេងរបស់គាត់ដូចនិយាយចឹងបងនោះស្រាលសតុន Yes
ទីណាធ្វើបានល្អមែនតើគួរឲ្យស្រឡាញ់ពេលដែលចូលហើយខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងមែនតើដែលខ្ញុំបានទទួលជ័យជំនះត្រឡប់មកវិញហើយខ្ញុំបានកដាស់មាសនេះដើម្បីជូនទៅម៉ាក់ខ្ញុំមុនគេ